Dùng Giêsu này dùng Muslim này dùng rồi có Hindu này dùng dạng na cái đó có cái là bố chia miệt đa bày đaได้promเนี่ยนะก็ตุกมิดาใบดานั่นคือจีเปรอะระฮอนរបស់ខ្លួនដែរតែត្រង់ចំណុចការបូជារួមនោះគឺជាការស្ដាប់ដំបូលមានអប់រំដាស់តឿនក្រៅរំលឹកម៉ែឪជាគ្រូខាងដើមតែងតែបដៅមិនឲ្យកូនប្រព្រឹត្តអំពើអាក្រក់ពាលាអាវ៉ាសែសពគ្រប់ប្រការម៉ែឪរមែងមិនសប្បាយចិត្តនៅពេលណាដែលឃើញកូនប្រព្រឹត្តអំពើអាក្រក់ព្រោះកូននោះមិនបូជាតាមខ្លួនមិនបូជាចំពោះខ្លួនការដែលកូនមិនស្ដាប់អវាទដំបូលមានព្រានបដៅរបស់មេដាបៃតាញ៉ាំងទឹកនេត្រាមេដាបៃតាឲ្យធ្លាក់ចាក់ទីកូននោះឈ្មោះថាមិនគោរពបូជាមេដាបៃតាទេហើយមិនបានបូជាចំពោះបុគ្គលដែលខ្លួនបូជាទេបុគ្គលដែលគួរបូជានឹងគឺមានមេដាបៃតាមានអ្នកដែលមានគុណដតីទៀតមានពុព្វាចារជាដូនជីតាញាតិមិត្តបងប្អូនសំបីតែមិត្តភ័ក្តិមួយចំនួនដែលដឹកនាំយើងឲ្យដើរនៅក្នុងផ្លូវល្អហើយយើងប្រតិបត្តិតាមក៏ឈ្មោះថាយើងបូជាជាមួយមិត្តភ័ក្តិនឹងដែរកណាសាធុគុំចាស់ដោយសារទៅពេលវេលាអស់ទៅហើយគុំចាស់បាទកម្មវិធីពុទ្ធសាសនាព្រឹកនេះឈានចូលដល់ទីបញ្ចប់ទៅហើយនៅថ្ងៃស្អែកខ្ញុំកណាខ្ញុំបានវិលត្រឡប់មកជួបគុណម្ចាស់អស់លោកស្រីនិងកញ្ញាតាមពីដំណងដដែលគណៈនេះខ្ញុំកណាខ្ញុំបាទសូមអរគុណសូមគោរពលាបាទសូមស្វាគមន៍ការបន្តមកកាន់កម្មវិធីព្រះពុទ្ធសាសនាថ្ងៃនេះសាជាថ្មីម្ដងទៀតហើយថ្ងៃនេះក៏ដូចជាថ្ងៃមុនដែរដោយមានការនុគ្រោះបាននិមន្តចូលរួមពីសំណាក់ព្រះគ្រូសេរីវង្សាសុំសុខាព្រះគ្រូចរិកាវត្តភ្នៀតសិមបលីហើយក៏ជាទីប្រឹក្សាផ្ទាល់របស់សម្ដេចមហាសង្ឃរាជជាតិបតីសង្ឃនាយកនៃវិជ្ជាកម្មជាតិរបស់យើងនោះផងដែរបងបានចំណាយពេលមានតម្លៃទៀតក្នុងការនិមន្តចូលរួមធ្វើជីវៈគ្មិនបកស្រាយទៅលើថាតើការសេពគប់បណ្ឌិតវិញព្រោះការពិសូរមុនជាបានលើកហើយអំពីការមិនសេពគប់បុគ្គលពីលចាត់ជាមង្គលដែរឥឡូវនេះនៅព្រឹកនេះនឹងរំលេចចេញអំពីការសេពគប់បុគ្គលជាបណ្ឌិតបានជាមង្គលដែរចឹងថាតើបណ្ឌិតនេះយ៉ាងម៉េចបណ្ឌិតតាមផ្លូវពុទ្ធសាសនាគេសំដៅយកបណ្ឌិតយ៉ាងម៉េចដោយសារពេលខ្លះយើងសម្គាល់បណ្ឌិតខាងក្រៅផ្អែកទៅលើกระดาษមួយសន្លឹកសញ្ញាបត្រដោយឡែកការប្រព្រឹត្តបណ្ឌិតប្រច្រាស់ផ្ទុយអំពីខ្លឹមសារគោលអំពីខ្លឹមសារដើមនៃពាក្យថាបណ្ឌិតតាមផ្អែកតាមទ្រឹស្ដីរបស់ពុទ្ធសាសនាអញ្ចឹងប្រគុណម្ចាស់នឹងរំលេចចេញពីរឿងនេះណាអញ្ចឹងកណាសួរប្រាថ្នាមកគុំចំពោះគុណម្ចាស់ក៏សូមចម្រើនពរលោកកណាពាក្យថាបណ្ឌិតគុណម្ចាស់មុននឹងរំលេចចូលសេចក្តីស៊ីជម្រៅបន្តទៀតកណាចង់មកគុណម្ចាស់រំលេចអំពីពាក្យថាបណ្ឌិតណាដើម្បីសម្គាល់ថាជាបណ្ឌិតបានផ្អែកតាមទ្រឹស្ដីពុទ្ធសាសនាគេកំណត់កម្រិតយ៉ាងម៉េចគុណម្ចាស់បើខាងអាណាចក្រគេកំណត់ទៅលើសញ្ញាបត្រទៅលើគុណវុឌ្ឍគឺ qualification នៃការសិក្សាអប់រំដែលឈានដល់ថ្នាក់ research ស្រាវជ្រាវយ៉ាងណាគុំចាស់ឃើញអ្វីមួយដែលជាបណ្ឌិតចុះតម្លៃទ្រឹស្ដីពុទ្ធសាសនាវិញបណ្ឌិតយ៉ាងម៉េចគុំចាស់ទ្រឹស្ដីនៅក្នុងពុទ្ធសាសនាបណ្ឌិតគឺជាអ្នកញ៉ាំងប្រយោជន៍អ្នកដទៃឲ្យកើតឡើងមួយបណ្ឌិតគឺជាអ្នកពោលពាក្យឲ្យអ្នកដទៃបានសុខមួយបណ្ឌិតគឺជាអ្នកឃើញទោសនៅក្នុងការប្រព្រឹត្តខុសមួយហើយនឹងមានរឿងរ៉ាវច្រើនទៀតដែលយើងអាចសម្គាល់ថាជាបណ្ឌិតជនជាបណ្ឌិតនៅក្នុងពុទ្ធសាសនាគឺជាអ្នកដែលបណ្ឌិតទាំងកាយបណ្ឌិតទាំងវាចានិងបណ្ឌិតទាំងចិត្តណាបើមានបណ្ឌិតតែមាត់មិនឈ្មោះថាជាបណ្ឌិតទេអញ្ចឹងគំនិតនេះមិនប្រច្រាស់ទៅនឹងទ្រឹស្ដីលោកការនិយមគុំចាស់ឲ្យតម្លៃទៅលើกระดาษមួយសន្លឹកពោលគឺសញ្ញាបត្រ degree គុំចាស់តើយ៉ាងម៉េចរឿងនេះណាប្រពុតលោកអត់បានសម្ដែងថាបណ្ឌិតទល់តែមានសញ្ញាបត្រនោះទេបណ្ឌិតមានសញ្ញាបត្រដូចជានៅក្នុងលោកីនេះយើងសញ្ញាបត្រវាគ្រាន់តែជាការមួយសម្គាល់គ្រាន់តែជាការមួយលើកទឹកចិត្តដល់អ្នកដែលខិតខំប្រឹងប្រែងឲ្យបានជោគជ័យអ្វីមួយយ៉ាងតែប៉ុណ្ណោះប៉ុន្តែព្រះពុទ្ធជាអង្គម្ចាស់ព្រះអង្គលោកឲ្យមានបណ្ឌិតពីក្នុងចិត្តក្នុងបេះដូងក្នុងអារម្មណ៍បើបណ្ឌិតមានតែនៅលើกระดาษមិនមែនជាបណ្ឌិតពិតទេបណ្ឌិតคล้ายคล้ายព្រោះយើងត្រូវចាំទុកថាពេលដែលយើងចូលទៅបំពេញកិច្ចការងារអ្វីមួយនៅកន្លែងដែលយើងធ្វើការមេថៅកែនាយកអ្នកគ្រប់គ្រងរបស់យើងគេមិនបានមើលសញ្ញាបត្ររបស់យើងទេគឺគេមើលពីសមត្ថភាពរបស់យើងថាយើងអាចបំពេញកិច្ចការងារនឹងបានអត់បើយើងមានសញ្ញាបត្រ10 20 30កតាំងពីចុងជើងដល់ចុងសក់ប៉ុន្តែសមត្ថភាពនោះគ្មានសោះឡើយបើសំបីតែបន្តិចតើនោះអាច
ឈ្មោះថាជាបណ្ឌិតជាអ្នកបំពេញការងារបានយ៉ាងដូចមិនដេចទៅបណ្ឌិតលុះត្រាណាតែអ្នកឯងអាចបំពេញកិច្ចការងារបានល្អលុះត្រាណាតែអ្នកអាចនិយាយញ៉ាំងប្រយោជន៍ឲ្យដល់អ្នកដទៃលុះត្រាណាតែអ្នកដឹកនាំអ្នកដទៃឲ្យដើរនៅក្នុងផ្លូវត្រូវនេះឈ្មោះថាជាបណ្ឌិតកណាប្រគំចាក់បានលើកឡើងថាបណ្ឌិតនេះគឺអ្នកញ៉ាំងប្រយោជន៍ដល់ខ្លួនមួយនិងប្រយោជន៍អ្នកដទៃមួយមិនចឹងខ្ញុំចាស់មិនញ៉ាំងឲ្យសម្រេចបានតាក់ទិនទៅលើរឿងនេះចូលសាច់រឿងរបស់យើងវិញដោយសារតែក្នុងពុទ្ធសាសនាលោកឲ្យតម្លៃថានៅពេលដែលយើងខ្សែគប់បណ្ឌិតនឹងបានជាមង្គលអញ្ចឹងដើម្បីខ្សែគប់បណ្ឌិតបានគុំចាស់វាទៀមទាក្រៃធារាពរេលក្ខខណ្ឌអ្វីខ្លះគុំចាស់ក្នុងការចូលទៅចិត្តបណ្ឌិតបានគុំចាស់ការចូលទៅចិត្តបណ្ឌិតដើម្បីខ្សែគប់យើងអត់ត្រូវការកូនសោដើម្បីចាក់ចូលទេបើយើងចូលបន្ទប់យើងចូលផ្ទះយើងផ្លោះលបងគេយើងត្រូវការរកកូនសោទៅរកដើម្បីលួចទ្រព្យសម្បត្តិគេអីអញ្ចឹងប៉ុន្តែការដែលយើងចូលទៅក្បែរបណ្ឌិតដើម្បីបាននៅចំណេះដឹងដើម្បីបាននៅការប្រព្រឹត្តល្អដើម្បីបានលទ្ធផលនិងឥទ្ធិពលអំពីបណ្ឌិតមកវិញនោះគឺយើងត្រូវតែលំអោនខ្លួនចូលទៅសាកសួរចូលទៅពិភាក្សាចូលទៅស្វែងយល់អំពីគាត់និងបូជាតាមគាត់ណាពីព្រោះបណ្ឌិតមិនដែលកំណាញ់នៅក្នុងការចំណាយពេលញ៉ាំងប្រយោជន៍ឲ្យដល់យើងនោះទេព្រោះបណ្ឌិតរមែងមានធម៌សប្បុរសនៅក្នុងនឹងបាត់ទៅហើយពាក្យថាបណ្ឌិតគឺជាអ្នកចេះដឹងពាក្យថាបណ្ឌិតគឺជាអ្នកដែលខ្ពង់ខ្ពស់ដោយប្រការណាមួយនៅក្នុងការប្រតិបត្តិរបស់ខ្លួនដូច្នេះដើម្បីយើងចូលខិតទៅចិត្តបណ្ឌិតបានយើងត្រូវតែធ្វើខ្លួននោះឲ្យស្របទៅតាមបណ្ឌិតណាការមានប្រយោជន៍គួរខំធ្វើវិជ្ជាចេះស្ទើរគួរបំពេញអកុសលមានន័យគួរលះចេញជួយមានចំណេញគួរខំជួយអញ្ចឹងការដែលជួយទៅនៅចិត្តបណ្ឌិតហ្នឹងឈ្មោះថាចំណេញបាត់ហើយយើងមិនមែនចំណេញមាសប្រាក់ទ្រព្យសម្បត្តិទេតែចំណេញនៅទេពកោសល្យដែលយើងត្រូវស្វែងរកអំពីបណ្ឌិតនោះមកប្រតិបត្តិនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃខ្លួនឯងទៅវិញការខិតទៅចិត្តបណ្ឌិតគឺយើងប្រព្រឹត្តធម៌តាមបណ្ឌិតនេះជាការងារជាទីបំផុតកណាតាក់ទិនទៅលើរឿងនេះគុំចាស់បានលើកឡើងថាដើម្បីចូលទៅបណ្ឌិតយើងមិនបាច់ទៀមទាកតាឬក៏បរិលក្ខណ្ឌស្អីនោះទេយើងគ្រាន់តែចូលទៅចិត្តហើយសម្របខ្លួនទៅជាមួយហើយយើងអនុវត្តឲ្យដូចបណ្ឌិតមិនចឹងគុំចាស់ណាអញ្ចឹងដើម្បីបានជាមង្គលចេញពីបណ្ឌិតនឹងយើងត្រូវធ្វើខ្លួនយ៉ាងម៉េចបន្តទៀតគុំចាស់ក្រោយពីយើងចូលទៅចិត្តហើយក្រោយពីយើងដើរតាមហើយគុំចាស់លោកពិធីករបើសិនណាជាយើងបង្រៀនសិស្សប្រាប់គាត់ថា3 + 3 ស្មើនឹង6ហើយ6 + 6 ស្មើនឹង12ប៉ុន្តែពេលដែលគាត់ចេះបូកលេខតាមយើងហើយណាគាត់ទៅរកស៊ីចំនួនជួញដូរប្រចាំជីវិតរបស់គាត់3 + 3ឃើញ9 9 + 9ឃើញ8វិញនេះអានេះហើយវាជាលទ្ធផលនៃការធ្វេសប្រហែសគ្មានការព្យាយាមគ្មានការប្រតិបត្តិតាមការដែលយើងទៅចិត្តបណ្ឌិតយើងរមែងចេះធម៌បណ្ឌិតដែរការដែលយើងនៅក្បែរបណ្ឌិតយើងរមែងដឹងរឿងបណ្ឌិតយើងរមែងស្គាល់អិរិយាបថរបស់បណ្ឌិតប៉ុន្តែបើយើងមិនធ្វើតាមចំណេះដឹងនោះយកមកប្រើប្រាស់ឲ្យវាល្អទេយើងទៅប្រព្រឹត្តខុសអំពីអ្វីដែលយើងចេះនេះវាជាអត់ជារឿងដែលឥតប្រយោជន៍ឥតខ្លឹមសារទេខ្លឹមសារពិតដែលយើងបានដល់ប្រសើរពីបណ្ឌិតគឺយើងចេះហើយយើងប្រតិបត្តិតាមនោះជាចំណុចគោលមិនមែនគ្រាន់តែទៅរៀនតាមហើយយកមកទុកដាច់ដライរវាងជីវិតយើងនិងពាក្យរបស់បណ្ឌិតទេគុំចាស់ត្រឹមត្រូវណាគឺយើងត្រូវយកមកដាក់ជាមួយឬយ៉ាងម៉េចគុំចាស់ក្នុងជីវិតយើងត្រូវតែយកមកដាក់ជាមួយនៅក្នុងជីវិតដោយពុទ្ធបរិស័ទសពថ្ងៃអញ្ចឹងយើងជាអ្នកប្រព្រឹត្តតាមឱវាទរបស់ព្រះពុទ្ធសាសនាព្រះអង្គលោកថាសាសនាតថាគតដែលវាគង់វង្សនៅបានអាស្រ័យបរិស័ទ4ពួកហ្នឹងហើយដែលវិនិច្ឆ័យសាបសូន្យទៅបានក៏អាស្រ័យនឹងបរិស័ទ4ពួកហ្នឹងដែរបើបរិស័ទ4ពួកហ្នឹងអត់ត្រូវគ្នាផងបរិស័ទ4ពួកហ្នឹងមិនសាមគ្គីគ្នាផងបរិស័ទ4ពួកហ្នឹងមិនដើរតាមព្រះផងតើធ្វើម៉េចនឹងអាចបានជាបណ្ឌិតធ្វើម៉េចនឹងអាចឲ្យពុទ្ធសាសនាហ្នឹងបានគង់វង្សបានយើងចេះតែស្រែកនាំគ្នាថាចង់ឲ្យពុទ្ធសាសនារីកចម្រើនចង់ឲ្យពុទ្ធសាសនាគង់វង្សប៉ុន្តែអ្នកដែលស្រែកឲ្យពុទ្ធសាសនារីកចម្រើនអត់ធ្វើតាមពុទ្ធផងដែរណាអ្នកដែលមានឥទ្ធិពលក្នុងសាសនាហ្នឹងលោកអត់ធ្វើតាមពុទ្ធផងអ្នកដែលនិយាយទៅគេស្ដាប់លោកអត់មានប្រតិបត្តិតាមពុទ្ធផងតើធ្វើម៉េចពុទ្ធសាសនានឹងអាចរីកចម្រើនបានយ៉ាងណាពុទ្ធលោកបានបដៅមនុស្សថាឲ្យកាន់សិល5យើងចេះសិល5ថាទី1មិនសម្រាប់សត្វមិនលួចទ្រព្យគេមិនប្រព្រឹត្តខុសឬកូនប្រពន្ធគេមិនកុហកគេមិនផឹកស្រាយើងដឹងតែថាពុទ្ធសម្ដែងសិក្ខាបទទាំង5នេះឲ្យយើងប្រតិបត្តិដើម្បីបានសុខប៉ុន្តែយើងគ្រាន់តែដឹងហើយយើងអត់ប្រតិបត្តិណាយើងនៅតែផឹកគ្រឿងស្រវឹងនៅតែដើរនិយាយកុហកភូតផលប្រព្រឹត្តអនាចារលើកូនប្រពន្ធអ្នកដទៃសេចក្តីវិនិច្ឆ័យនឹងកើតមានតែយើងបន្ទោសពុទ្ធទេមិនមែនបន្ទោសពុទ្ធទេខ្លួនយើងចេះធម៌បណ្ឌិតតែមិនប្រតិបត្តិតាមបណ្ឌិតគេហៅថាបណ្ឌិតមានតែមាត់បណ្ឌិតមានតែនៅលើกระดาษបណ្ឌិតមានតែនៅលើការអួតសញ្ញាញដាក់គ្នាវាអត់មានបណ្ឌិតចេញពីបេះដូងចេញពីចិត្តគំនិតមកគណៈផ្អែកតាមរឿងនេះដែលប្រគុណម្ចាស់បានលើកឡើងខាងដើមឃើញថាបណ្ឌិតក្នុងពុទ្ធសាសនាដូចជាពិបាករកហ្មងគុំចាស់ជាការពិតបណ្ឌិតនៅក្នុងពុទ្ធសាសនាតើចេះឲ្យប្រតិបត្តិបើចេះឲ្យមិនប្រតិបត្តិមិនឈ្មោះថាបណ្ឌិតទេបណ្ឌិតោរីបណ្ឌិតវេទិតាពោគប្បីជ្រាបគឺជ្រាបគ្រប់រឿងទាំងអស់
และจนเจียบันดัดกำเนิดภาษาบ้านเคยดำน้ำในแฮดบินเนียดาวสัตว์ขนมโลกกับซอนในเบี้ยรวยปีบินเนียกบโรคจำรานจังเนี่ยน่าได้รวยได้จ้องรวยปีบินนี้ให้มันกบโรคจำรานมันมัวทำบันดัดได้ให้เบอร์เมียนแต่ตู้สนะเมียนแต่ตื้อได้แต่เมียนการอนุวัตก็มันมัวทาเจียบันดัดได้คณะซาตุกรมจัดสาดอนลอมตามเปรียออดหายบาการวิธีพระพุทธศาสนาเปลือกในเชียนโจดอที่บรรจบในประเทศบอสได้เยี่ยมปีบันดึกให้การใส่กุบันดึกในโรเมนบ้านแบ่งกุลมายืงวิ่งเมียนในทางมันเป็นตรมเดชาใส่กุเตโดยกุญแจมาเลือกขันน้ำคือต่อได้ยกอนุวัตตามมาไว้ในบันดึกบ้านเลือกลางนุพองใดขณะนี้เชียนโดยที่บรรจบในไทยไอชมกระสมานเวทลอมชูบุกุมเจ้าลูกเรนในงานทำเป็นมองได้ในสมานสมคุณสมรูปเรียนทรงสมาคมการวัฒนธรรมการวิธีพระพุทธศาสนาพฤกษาเจตไม่มารองเตียให้ระเบียบเระคือประเทศบอดในทั้งนี้ในรวมเลยใจยมปีมหันตรายสังคมแต่ซาแต่เปะเป็นแต่เรื่องมวยแต่พระพุทธจำจักแต่ห้ามขวดยืนกรุกเนี่ยมันน้อยเป็นเรื่องนั่นคือระบายต่างใบให้ระบายต่างใบประการนี่เป็นคนพิจารณารวมเลยถัดตาระบายใส่คลาให้มูลให้ระบายบานเจ้าพระพุทธศาสนามันเอายืนแต่ปาเปียแต่เลยต่างนู้แต่เวียนนอมหันตรายยังไปคลาดดอสังคมครัวซาก็โดยเชี่ยคลุนยืนตัวนุพองได้ให้ทั้งนี้จะมีการอยู่จังทมทิ้งแต่บางสำนักเป็นครูสไรวงศาสุ่มสขารู้จักการวัดนิสมลีปรองเนื้อรวมเลยใจในประเทศบอดแต่ออกนี่ชุมกราสุ่มกราไฟมุกุมชมพูกุมจ้ะนั่นสุ่มออกบุกุมกุมจ้าซาเจ็ดมรณะเทียได้จำลายปีละเมียนทำลายน้องการรัตเนียนมวลจะร่วมในการวิธีพระพุทธศาสนาทั้งนี้ซาเจ็ดทำไมในทั้งนี้แต่ไม่รอให้ประเทศบอดดึกชุมกราบานตูลประเกณฑ์ทางด้านเตะต้นตะนังละใบทั้งใบđể những ai chặt thà thà chỉ mòn rai sừng cung mua đáคือปูคือสงครัวซาหนึ่งสงคุมสหกุมระบายยิงทำมูลให้บ้านพระพุทธศาสนาห้ามมาเรายิงแต่ปะปอลระบอบแต่นุกุมจักพิเศษระบอบใบหนึ่งเวียนน้อมยังไม่กุมจักเทวดาบ้านจอดสู้พระพุทธถ้าเหตุนาคลาดได้จีเหตุน้อมไปดอนในสิ่งใดวินเดียพระองค์ลูกบ้านตรัสสำได้ถ้าอัตยทดเต้าสุราทดเต้าอักขะทดเต้าจะโยนรูลัดแทงวิเนียเซเตตั้งปราประเวตต่อมุขังจนเนี่ยพอพฤติระบายใบประการะบายใส่ระบายสระระบายพนอแต่งลายเพื่อตรอบคลุนมีในอันตรายการระบายแต่งลายนุ่มน้อมวิเนียจังระบายใบประกาได้ประพุทธตรงตราสัมได้นี่คือสอบต่างอ้อแต่หนึ่งปริยาการระบอบสังคมหายตัวสนะมวยนี้เป็นเหมือนปฏิบัติจำพวกแต่เนี่ยการพุทธศาสนาเหมือนลูกตูจังสกอลูกต่างอ้อบาประพฤติตัวอัมพีตัวสนะนี้ประกอบจะดอนนั่นสิ่งใดวินเดียแต่บาประพฤติประจักษ์ในตัวสนะแต่งใบนี้ประกอบจะดอนนั่นสิ่งใดจำรานระบายตีมวยระบายใส่เปียทาระบายใส่ในขนมตีนี่โลกสำได้แต่เลือกาใส่กุบประพฤติในอัมพีละอมันละอแต่งลายแต่งพวงในขนมกาเมสุมิชาจระในขนมสิกขาบตีใบระบอบเปรียสมาสัมพุทธในขนมนิจเซลคือรวมเล็กเจนสิกขาบตีมวยคือการใส่ข้อในขนมเพลกามแต่งลายอะปรามเมจริยานี่คือจิการประพฤติข้อในขนมเพลกามการประพฤติข้อในขนมเพลกามคือยืงบ้านตึกปะป้อลประพฤติรวมโล่งในระบอบแต่งลายนะแต่มีนเมจ้าในระบบสตรีแต่งลายนะได้เกี่ยวห่วงให้สตรีแต่งลายนะได้มีการตุ่มนุบอมร้องตุกจีซัดระบบเนี่ยเดือดตีหายสอบแต่หนึ่งฉบับขมายมวยบานโปลถ่าบ่าวสตรีกับดอเคยรูปเกลอกับโลลูกล้วนกับโลลูกเลี้ยงไกลมาได้เกต้อนกับพบกับพรอับอ่อนอัตมาเบอร์เนี่ยเมียนยุเมียนสักปงพวกความหนึ่งเรชกาเพื่อทมเพื่อไทยมันไตรเมียนตราเปิดลุงออกย้าสลากองใส่ยังในขนมสิ่งใดนี่บ้านในท่าสตรีเหมือนยังจะแต่ผมเปลี่ยนบ้านนี่สตรีคลาก่อนเมียนเหมือนจ้าให้เบอร์ก่อนเหมือนตอนเมียนสปาไม่ก่อนเหมือนตอนเมียนกู้ถึงดังเยอะอย่างห้อยกับก่อนเมียนเบียดดาใบดาตุ่มดุมรองขมายยืงประพุทธศาสนาขมายยืงวาดระบอบพระสมมาสัมพุทธเหมือนบ้านเปลี่ยนประดาเลือกตักจัดเอาโบราณแต่งลายประพฤติบำเพ็ญแต่เลือสตรีนุ่ตีตัวใบจีกายก็ได้ใบจ้าก็ได้ขณะเตะต้นแต่เรื่องหนึ่งตาวิเชียมหันรายยังไม่คลาดดอสังกุมดอเสียทอคนจ้าเด็กดามเจนพีระบายมวยนี่ว
វាជាមហន្តរាយខ្លាំងណាស់ដោយលោកពិធីកបានឃើញអស់លោកអ្នកស្ដាប់ក៏បានដឹងតាមរយៈសារព័ត៌មានតាមរយៈការផ្សព្វផ្សាយប្រព័ន្ធនានាយើងឃើញឲ្យបច្ចុប្បន្នសពថ្ងៃនេះដោយសារតែលបែងស្រីហ្នឹងហើយវាធ្វើឲ្យពុកម្លប់កូនធ្វើឲ្យបងម្លប់ប្អូនណាធ្វើឲ្យប្តីផិតប្រពន្ធផិតប្តីប្រព្រឹត្តខុសនៅក្នុងរឿងការមេសុមិច្ឆាចារៈហ្នឹងគឺថាច្បោកច្បល់ពេញទឹកពេញដីរហូតដល់ក្នុងសង្គមកើតនៅអំពើបនពេសាចារសពគ្រប់ប្រការទាំងអស់នេះឯងហើយកើតមកពីការប្រព្រឹត្តលបែងស្រីហ្នឹងបើគ្មានអ្នកប្រព្រឹត្តវាអត់មានអ្នកអនុវត្តទេណាវាគ្មានអ្នកអនុវត្តវាអត់មានអ្នកធ្វើទេអញ្ចឹងដូច្នេះនៅក្នុងសង្គមយើងសពថ្ងៃនេះលបែងស្រីនេះគឺជាលបែងមួយដែលផ្ទុយអំពីព្រះពុទ្ធសាសនាទាំងសងស្ត្រីគឺជាមេដានៃពិភពលោកហើយមិនមែនស្ត្រីយើងយកមកលេងសើចប្រមាថការពារពីណាពីណីបាននោះទេអញ្ចឹងការអប់រំចិត្តរបស់មនុស្សដែលយើងធ្វើតាមអាវាតរបស់ព្រះពុទ្ធគឺការប្រព្រឹត្តនៅលបែងស្រីនេះជាហេតុនាំឲ្យដល់វិនិច្ឆ័យបើយើងមានប្រពន្ធហើយតែមានស្រីទៀតវិនិច្ឆ័យណាបើយើងឃើញប្រពន្ធគេល្អទៅលូកលាន់ទៅប៉ះពាល់ទៅចែចង់យ៉ាងនេះយ៉ាងនោះនឹងវិនិច្ឆ័យប្រកាសជាគេរករឿងយើងសោកគ្រប់ប្រការហើយបើស្ត្រីនឹងមានម្ចាស់ហួងហែងហើយយើងទៅប៉ះពាល់យ៉ាងហោចម៉ែឪគេដឹងក៏យើងមានរឿងមានរាវគេប្តឹងគេផ្ដាល់អីអាហ្នឹងយើងនិយាយពីច្បាប់លោកីនេះការប្រព្រឹត្តខុសលើអនិច្ចជនក្រោមអាយុ18ជាប់គុកទៀតផងជាប់គុកទៀតផងយើងឃើញមួយចំនួនកន្លងមកមានកកោហើយដោយសារតែលបែងហ្នឹងវាសុបនៅក្នុងខួរក្បាលរបស់មនុស្សអវិជ្ជាមួយចំនួនបណ្ដាលធ្វើឲ្យឪពុកម្លោបកូនបងម្លោបប្អូនម្លោបបងឪពុកមីម្លោបក្មួយឯងក៏មានដែរពេញទឹកពេញដីប៉ាត់ណាប៉ាត់ណីនឹងយើងឃើញច្រើនហើយនៅក្នុងសង្គមឥឡូវចូលដល់វគ្គលបែងទី2កូនចាស់ថាតើយ៉ាងម៉េចលបែងទី2កូនចាស់លបែងទី2លបែងស្រាណាសុរាធុតតោលបែងស្រានេះវាវល់ងប់ងល់ខ្លាំងពេកទៅធ្វើឲ្យមនុស្សវិញវង្វេងរហូតដល់លេងស្គាល់ម៉ែឪគ្រូបាអាចារ្យប្តីប្រពន្ធបងប្អូនកូនចៅញាតិមិត្តសាច់សារលហិតអីហ្នឹងវង្វេងអស់ហើយនៅក្នុងទីនេះខ្ញុំបកណាមិនសំដៅទៅលើអ្នកដែលទទួលទានសូរាក្នុងពិធីកម្មអីផ្សេងទៅតាមបែបពិធីការនោះទេគឺសំដៅទៅលើអ្នកហូបអាជីពណាអ្នកដែលទទួលទានអាជីពនៅគ្រឿងស្រវឹងហ្នឹងគឺថាល្ងាចក៏ត្រូវថ្ងៃត្រង់ក៏ត្រូវព្រឹកក៏ត្រូវមុនពេលចូលដីក៏ត្រូវណាហ្នឹងហើយគេហៅថាយកសូរាធ្វើជាអាជីពការដែលយកសូរាធ្វើជាអាជីពវាធ្វើឲ្យមនុស្សអាប់យួរបាត់កិត្តិយសបាត់គុណធម៌បាត់ការគោរពអំពីអ្នកដទៃបាត់ការបូជាអំពីអ្នកដទៃសូរារមែង